លែងមាត់រឹងបន្តទៀតម៉ាម៉ាមីកញ្ចប់ប្រេនថៃចេញមកទទួលស្គាល់ដោយចំហការលក់និងប្រាក់ចំណេញធ្លាក់ចុះ 10.2% ដោយសារស្ថានភាពព្រំដែនរវាងកម្ពុជាថៃនៅតែអូសបន្លាយបណ្ដាលឲ្យការលក់នៅតាមព្រំដែននិងការនាំចេញទៅកាន់ប្រទេសកម្ពុជាកាត់បន្ថយក្រុមហ៊ុនថៃ President Food បានលាតត្រដាងពីលទ្ធផលការងារក្នុងត្រីមាសទី1ដែលមានការថយចុះទាំងការលក់និងប្រាក់ចំណេញការលក់មីកញ្ចប់នៅក្នុងប្រទេសមានការធ្លាក់ចុះដែលជះឥទ្ធិពលដល់រូបភាពរួមនៃត្រីមាសទី1ដោយការលក់បានធ្លាក់ចុះ 9.53% រីឯប្រាក់ចំណេញសុទ្ធធ្លាក់ចុះ 9.71% ក្រុមហ៊ុននេះបានបញ្ជាក់ថាទាំងនេះបើបែងចែកចំណូលតាមប្រភេទផលិតផលឃើញថាមីកញ្ចប់និងអាហារកញ្ចប់ទាំងទីផ្សារក្នុងប្រទេសនិងបរទេសបានធ្លាក់ចុះ 10.21% ដោយសារកត្តានៃការបញ្ចប់វិធានការជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសរួមទាំងផលប៉ះពាល់ពីស្ថានភាពរវាងថៃនិងកម្ពុជានៅតែអូសបន្លាយដែលបណ្ដាលឲ្យការលក់នៅតាមតំបន់ព្រំដែនកម្ពុជាថៃនិងការនាំចេញទៅកាន់ប្រទេសកម្ពុជាមានការកាត់បន្ថយមិនត្រឹមតែផលិតផលចម្បងដូចជាមីកញ្ចប់នោះទេដែលការលក់ធ្លាក់ចុះប៉ុន្តែក្រុមហ៊ុនក៏បានបញ្ជាក់ដែរថាផលិតផលផ្សេងៗទៀតក៏ធ្លាក់ចុះដែរក្នុងនោះការលក់នំស្រួយធ្លាក់ចុះ 19.52% ទឹកផ្លែឈើធ្លាក់ចុះ 69.53% ខណៈដែលក្រុមផលិតផលវេចខ្ចប់និងនំប៉័ងមានការរីកចម្រើនបន្តិចបន្តួចប៉ុណ្ណោះគឺត្រឹម 5.96% និង 0.53% ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយការធ្លាក់ចុះនៃការលក់នេះគឺស្របទៅនឹងមតិរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនដែលកាលពីមុនបានបញ្ជាក់ថាស្ថានភាពសេដ្ឋកិច្ចនិងកម្លាំងទិញមានឥទ្ធិពលលើការបរិភោគមីកញ្ចប់ដោយការលក់ក្នុងរយៈពេល2ខែដំបូងនៃឆ្នាំ2026នេះមានភាពយឺតយ៉ាវហើយមីកញ្ចប់ក៏មិនមែនជាទំនិញដែលមនុស្សនឹងទិញយកទៅស្តុកទុកនោះទេសូម្បីតែមានព្រឹត្តិការណ៍នៅមជ្ឈមបូព៌ាដែលដាក់សម្ពាធលើតម្លៃថាមពលឬក្តីបារម្ភចំពោះការកើនឡើងនៃថ្លៃដើមដែលអាចប៉ះពាល់ដល់តម្លៃទំនិញក៏ដោយចាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ព័ត៌មាននេះគឺទើបតែចេញផ្សាយថ្មីក្តៅៗក្នុងខែឧសភាឆ្នាំ2026យើងនេះទេក្រុមហ៊ុនថៃដ៏ធំចាដែលជា brand លក់មីកញ្ចប់ម៉ាម៉ាបានចេញមកទទួលស្គាល់ដោយខ្លួនឯងការលក់និងការចំណេញនេះគឺធ្លាក់ចុះយ៉ាងខ្លាំងចាគ្រាន់តែប្រទេសខ្មែរយើងប្រជាជនខ្មែរយើងបងប្អូនខ្មែរយើងនៅគ្រប់ទិសទីមិនថាបងប្អូនខ្មែរនៅក្នុងប្រទេសខ្មែរយើងបងប្អូនខ្មែរនៅឯនេះសមុទ្រមិនថាកូរ៉េមិនថាជប៉ុនមិនថាអាមេរិកអូស្ត្រាលីកាណាដាញូហ្សេឡង់និយាយជារួមគឺបងប្អូនខ្មែរទូទាំងពិភពលោករួមគ្នាសហការគ្នាពួតដៃគ្នាពហិការមិនប្រើប្រាស់មិនទិញផលិតផលសៀមយើងឃើញថាចេញមកស្រែកធ្ងោចេញមកស្រែកឲ្យរដ្ឋាភិបាលជួយបដាហើយក៏ចេញមកទទួលស្គាល់បដាដែរថាដោយសារតែបញ្ហាស្ថានភាពអូសបន្លាយដោយសារភាគីថៃខ្លួនឯងជាអ្នកព្យាយាមអូសបន្លាយជាអ្នកព្យាយាមមិនព្រមបញ្ចប់បញ្ហាទំនាស់នេះធ្វើឲ្យវាជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចចាជាពិសេសគឺសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងឯងដែលជាអ្នកបង្កចាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ពេលខ្លះយើងតែគិតថាអញ្ចេះប្រទេសខ្មែរយើងទូចតែយើងអាចធ្វើអីឈ្នះគេបើគ្រាន់តែត្រឹមថាស្មារតីរួបរวมគ្នាពហិការផលិតផលគេយ៉ាងណាមិញឥឡូវនេះគឺបានឃើញជាបណ្ដាហើយក្រុមហ៊ុនធំមួយចំនួនចេញមកស្រែកធ្ងោចេញមកស្រែកទាមទារឲ្យរដ្ឋាភិបាលថៃគិតគូរដោះស្រាយចាពីព្រោះតែប៉ះពាល់ដល់សេដ្ឋកិច្ចប៉ះពាល់ដល់ចំណូលអញ្ចឹងហើយពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ថ្មីប៉ុន្តែប្រទេសយើងតូចមែនប៉ុន្តែកម្លាំងសាមគ្គីរបស់យើងធំធេងណាស់ឥឡូវនេះយើងបានឃើញលទ្ធផលជាបណ្ដាហើយអញ្ចឹងសូមឲ្យស្មារតីពហិការផលិតផលសត្រូវជាពិសេសគឺផលិតផលរបស់ថៃសៀមនេះសូមឲ្យបន្តជានិរន្តរ៍យើងកុំបំភ្លេចឲ្យសោះ24កក្កដាជាថ្ងៃដែលប្រទេសចៅឈ្លានពានបានបើកការវាយប្រហារនិងឈ្លានពានមកលើប្រទេសកម្ពុជាយើងសូមឲ្យយើងទាំងអស់គ្នាចងចាំថ្ងៃជាប្រវត្តិសាស្ត្រនេះជារៀងរហូតហើយផ្ដាំតកូនតចៅយើងថាយើងទាំងអស់គ្នាបដិញ្ញាមិនប្រើប្រាស់មិនគ្រប់គ្រងផលិតផលថៃឬក៏ផលិតផលសៀមជាដាច់ខាតហើយយើងងាកមកគ្រប់គ្រងផលិតផលខ្មែរយើងផលិតផលក្នុងស្រុកដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិយើងចាយើងរួមគ្នាគ្រប់គ្រងផលិតផលខ្មែរផលិតផលក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ចជាតិយើងខ្មែរប្រើប្រាស់ផលិតផលខ្មែរចានាងខ្ញុំនីកាសូមអរគុណ